នេះយើងមានតែសំណាងនឹងខ្ញុំអត់នេះកាភ្លើងនៅក្នុងដៃខ្ញុំក្នុងតកាហ្នឹងគឺជាកាភ្លើងដែលទៅចេញថ្មីគឺកាភ្លើង Match 10ហ្នឹងហើយហើយកាភ្លើង Match 10ហ្នឹងគឺជាកាភ្លើងរះប្រភេទ MP40 ដែរហ្នឹងប៉ុន្តែកាភ្លើងហ្នឹងគឺទៅតែចេញមកភ្លាមចេញមកដូចជាល្ងាចមិញទេគ្រាន់តែចេញមកភ្លាមគឺខ្ញុំចាប់5ប្រអប់លើកដំបូងគឺបានយកមកគឺហេងខ្លាំងមែនតើគឺវាឲ្យខ្ញុំយកមកដោយសារខ្ញុំដៀលវាច្រើនពេកដៀល Free Fire ច្រើនពេកទៅខ្ញុំចាប់ទៅវាឲ្យខ្ញុំយកមកវាភ័យខ្លាចនឹងការដៀលរបស់ខ្ញុំអញ្ចឹងណាហើយនេះគេយើងយកមកតេស្តយកមកឲ្យកាភ្លើងនេះគឺវាឆ្លៀងឈឺគ្រាន់បាដែរថ្ងៃវាឈឺគ្រាន់បាដែរគឺវាកម្លាំងវានោះតាបាញ់លឿនដល់តែ2កាំហើយនឹងបាញ់ច្បាស់មួយហើយវាដកដាក់ក្របលឿនវាថាវាដាក់ក្របយឺតមួយអញ្ចឹងចឹងគឺវាល្អដែរគាត់ថាវាដាក់ក្របយឺតហើយភ្លើងនេះគឺស្រួលលេងខ្លាំងមែនតើដោយសារវាបាញ់លឿន2កាំទៅគឺបាញ់លឿន2កាំហើយបាញ់ច្បាស់ទៀតចឹងទៅវារៀងគ្រាន់បាដែរគឺវាបាញ់លឿនគ្រាន់បាហើយវគ្គនេះគឺយើងយកមកតេស្តយកមកបានថ្មីភ្លាមតែធម្មតាតែយើងបានរបស់ថ្មីយើងមកតេស្តហើយតេស្តបាញ់យកមកណាហើយថ្ងៃខាងមុខទៀតគឺនឹងអាចចេញមក event ថ្មីមកច្រើនខ្លាំងមែនតើ Free Fire បាទគឺចេញយកមកគឺយើងគ្មានលុយចាប់ទេបាទគឺតិចទៀតចេញកដាប់ដៃថ្មីមកកដាប់ដៃថ្មីគឺចេញឯប៉ុន្តែយើងនៅដល់អ្នក5 level ទូចទៅ2ថ្ងៃទៀតបានគេឲ្យចាប់បងអ្នក5 level 6 level 7 level 8អាហ្នឹងគេឲ្យlevel ទៅពី7ឡើងទៅអាហ្នឹងគេឲ្យចាប់មុនហើយសម្រាប់តែយើងវិញលឺត្រាតែ2ថ្ងៃទៀតបានឲ្យចាប់ហើយថ្ងៃមុខទៀតគឺនឹងចេញអាវថ្មីអាវឈុតជាមួយនឹង event កណ្ដិតជាមួយនឹង event កដាប់ដៃជាមួយនឹងភ្លើងនឹងដែរអញ្ចឹងណាហើយគ្នាយើងត្រៀមលុយចាប់ទាំងអស់គ្នាបាទគឺខ្ញុំអត់មានលុយចាប់ទេបាទខ្ញុំបានត្រឹមឈមមើលគេទេហើយនៅយ៉ាងណាដែលមានលុយយើងត្រៀមលុយទុកចាប់ហើយទៅបាទ